នៅព្រឹកដ៏ស្រស់បំព្រងមួយនៅក្បែរប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃមានស្វាតូចមួយឈ្មោះថាជីរ័ត្នអូហូថ្ងៃនេះពិតជាស្រស់ស្អាតណាស់ខ្ញុំនឹងដើររកផ្លែឈើឲ្យបានច្រើនចេកទាំងនេះគួរឲ្យទាក់ទាញណាស់ចេកទាំងនេះជារបស់ខ្ញុំម្នាក់ឯងខ្ញុំមិនចែកឲ្យអ្នកណាទេលាក់នៅទីនេះសិនចាំលួចញ៉ាំម្នាក់ឯងមិនយូរប៉ុន្មានមិត្តភ័ក្តិរបស់គាត់គឺសុកនិងលក្ខបានដើរមកដល់ជីរ័ត្នតើអ្នកមានឃើញផ្លែឈើខ្លះទេពួកយើងឃ្លានណាស់ទេខ្ញុំដើរពេញមួយព្រឹកហើយមិនឃើញអីសោះសុកនិងលក្ខក៏ដើរចេញទៅទាំងស្រេកឃ្លានមិនអីទេបងសុកពួកយើងទៅរកនៅកន្លែងផេងទៀតទៅស្រាប់តែមេឃប្រែជាខ្មៅងងឹតហើយខ្យល់បក់បោកយ៉ាងខ្លាំងអូមេឃរកកលចង់ភ្លៀងហើយខ្ញុំត្រូវប្រញាប់ញ៉ាំចេករបស់ខ្ញុំរងាណាទឹកភ្លៀងចូលសើមខ្ញុំអស់ហើយចេកដែលគាត់លាក់ទុកឥឡូវនេះបានអណ្ដែតចេញទៅក្នុងភក់អស់ហើយទេចេករបស់ខ្ញុំអាណិតខ្ញុំផងទោះបីជាជីរ័ត្នធ្លាប់កុហកប៉ុន្តែសុកនិងស្រីលក្ខនៅតែត្រឡប់មកជួយគាត់មកទីនេះមកជ្រកក្រោមស្លឹកឈើជាមួយពួកយើងជីរ័ត្នមានអារម្មណ៍ខ្មាស់អៀនប៉ុន្តែក៏រត់ទៅជ្រកក្រោមស្លឹកឈើធំនោះនៅក្រោមស្លឹកឈើធំគាត់មានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំងមិនមែនតែកក់ក្ដៅពីរាងកាយទេគឺកក់ក្ដៅពីក្តីស្រឡាញ់របស់មិត្តជីរ័ត្នមិនអាចលាក់ការពិតបានទៀតទេគាត់ក៏សម្រេចចិត្តប្រាប់ការពិតមែនតែនទៅព្រឹកមិញខ្ញុំឃើញចេកមួយស្ទូងតែខ្ញុំលាក់វាទុកព្រោះចង់ញ៉ាំម្នាក់ឯងគាត់ចង្អុលទៅកាន់ចេកដែលប្រឡាក់ភុកអស់រលីងឥឡូវនេះចេកនោះខូចអស់ហើយនេះជាកំហុសរបស់ខ្ញុំសុកសោកយ៉ាងស្ងៀមស្ងាត់ហើយប្រើប្រមោយរបស់គាត់ដើម្បីទះក្បាលជីវ័នយឺតវាមិនអីទេអ្វីដែលសំខាន់គឺអ្នកបានដឹងកំហុសមិនយូរប៉ុន្មានភ្លៀងក៏រាំងហើយអ៊ុនតនូដ៏ស្រស់ស្អាតក៏លេចឡើងពីលើប្រាសាទអង្គរវត្តសុកនិងលក្ខបានប្រាប់ជីរ័ត្នថាពួកគេទើបតែរកឃើញដើមស្វាយធំមួយដែលមានផ្លែទុំពេញដើមពួកគេបានមកដល់ដើមស្វាយហើយជីរ័ត្នជាអ្នកស្ទុះឡើងទៅបេះផ្លែស្វាយទុំយ៉ាងលឿនចាំខ្ញុំជាអ្នកបេះឲ្យខ្ញុំពូកែឡើងដើមឈើជាងគេជីរ័ត្នបានរើសយកផ្លែស្វាយដែលធំជាងគេនិងផ្អែមជាងគេហុចឲ្យសុកនិងលក្ខការញ៉ាំជុំគ្នាជាមួយមិត្តភ័ក្តិពិតជាឆ្ងាញ់ជាងញ៉ាំម្នាក់ឯងឆ្ងាយណាស់វាពិតជាអស្ចារ្យណាស់ខ្ញុំយល់ស្របទាំងស្រុងជីរ័ត្នបានរៀនមេរៀនដ៏សំខាន់មួយគឺការចែករំលែកធ្វើឲ្យយើងមានសេចក្តីសុខពិតប្រាកដ